បន្ទាប់ពីការបោះឆ្នោតនៅប្រទេសកូរ៉េខាងជើងរួចមកយើងឃើញថាលោកគីមចុងអ៊ុនគឺបានទទួលនៅការគ្រប់គ្រងក្នុងសម្លេង 100% តែម្ដងតើលោកគីមចុងអ៊ុនគឺជាមនុស្សគ្រោះថ្នាក់ដែរឬទេបើគ្រោះថ្នាក់តើគ្រោះថ្នាក់ក្នុងកម្រិតណាហើយគ្រោះថ្នាក់ជាមួយនឹងអ្នកណាថ្ងៃនេះ Channel ខ្ញុំរបស់ខ្ញុំនឹងវិភាគស៊ីជម្រៅអំពីភាពគ្រោះថ្នាក់ឬក៏មិនគ្រោះថ្នាក់របស់លោកគីមវាមិនមែនជាការជជែកតគ្នាតាមបណ្ដាញសង្គមក៏ប៉ុន្តែវាគឺជាការវិភាគសិក្សាទៅលើភូមិសាស្ត្រនយោបាយប្រវត្តិសាស្ត្រកម្លាំងយោធាចិត្តសាស្ត្រនិងការប៉ះពាល់ជាសកលហើយនៅក្នុងช่วงបញ្ចប់នៃវីដេអូនេះអ្នកនឹងបានយល់តោះកុំឲ្យខាត់ពេលយូរចូលដល់ជម្រៅនៃការវិភាគទាំងអស់គ្នាដោយដំបូងយើងនឹងត្រូវដឹងថាតើលោកគីមចុងអ៊ុនគឺជានរណាហេតុអ្វីបានជាពិភពលោកមានការខ្លាចរអានឹងគាត់ថាតើគាត់គឺជាមនុស្សគ្រោះថ្នាក់ពិតដែរឬក៏អត់លោកគីមចុងអ៊ុនគឺជាមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើងគាត់ឡើងកាន់អំណាចនៅក្នុងឆ្នាំ2011បន្ទាប់ពីឪពុករបស់គាត់បានទទួលមរណភាពគាត់គឺជាជំនាន់ទី3នៃត្រកូលគីមដែលកាន់អំណាចរាប់ពីការកាន់អំណាចដោយជីតារបស់គាត់គីមអ៊ីលសុងតាំងពីឆ្នាំ1948ដែលការកាន់អំណាចរបស់ក្រុមគ្រួសារត្រកូលគីមបានកាត់ចង្កូតប្រទេសកូរ៉េខាងជើងឲ្យក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀតនៅលើពិភពលោកដែលមានរបៀបរាជាធិបតេយ្យបែបកុម្មុយនីសលោកត្រូវបានបញ្ជូនទៅរៀននៅប្រទេសស្វីតហ្សឺឡែនលោកមានបទពិសោធន៍ជីវិតលោកខាងលិចហើយត្រឡប់មកវិញបានដឹកនាំប្រទេសមួយដែលឯកោជាងគេនៅលើលោកហេតុអ្វីបានជាគេគិតថាលោកគីមចុងអ៊ុនគឺជាមនុស្សគ្រោះថ្នាក់ទី1ដោយសារតែអាវុធនុយក្លេអ៊ែរគឺជាហេតុផលចម្បងបំផុតក្រោមការដឹកនាំរបស់លោកគីមចុងអ៊ុនកូរ៉េខាងជើងបានពន្លឿនកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងយ៉ាងលឿននិងមិនមានអ្នកណាអាចខាត់បានប្រទេសនេះគឺបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរច្រើនគ្រាប់និងបានអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2017ភាពតានតឹងរវាងលោកគីមចុងអ៊ុននិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគឺមានកម្រិតខ្ពស់ភាគីទាំងសងខាងបានគំរាមគ្នាទៅវិញទៅមកអ្នកជំនាញនិងអ្នកវិភាគខ្លះជឿថាពិភពលោកកាន់តែខិតជិតទៅដល់សង្គ្រាមនុយក្លេអ៊ែរជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់អាវុធនុយក្លេអ៊ែរគឺពិតជាគ្រោះថ្នាក់ខ្លាំងមិនអាចគណនាបានក៏ព្រោះថាពេលដែលមានការសម្រេចចិត្តប្រើវាហើយវានឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជាតិមិនក្រោមលានអ្នកនោះទេទី2គឺកម្លាំងយោធាកូរ៉េខាងជើងមានកងទ័ពឈរជើងដ៏ធំបំផុតមួយនៅក្នុងពិភពលោកកាំភ្លើងធំចង្អុលទៅកូរ៉េខាងត្បូងអង្គភាពសង្គ្រាមតាមអ៊ីនធឺណិតដែលមានសមត្ថភាពលួចចូលធនាគារនិងរដ្ឋាភិបាលជាដើមទីក្រុងសេអ៊ូលជារដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូងដែលមានចម្ងាយត្រឹមតែ50គីឡូម៉ែត្រពីព្រំដែនតែប៉ុណ្ណោះហើយបើមានចំនួនប្រជាជនស៊ីវិលរាប់លាននាក់នឹងត្រូវទទួលរងនៅផលប៉ះពាល់ត្រឹមតែមិនដល់1ម៉ោងតែប៉ុណ្ណោះចំណុចទី3គឺកំណត់ត្រាសិទ្ធិមនុស្សអង្គការអន្តរជាតិជាច្រើនបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកគីមជាច្រើនដូចជាការឃុំឃាំងឃោឃៅការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយគ្មានការប្រឆាំងគ្មានគណៈបកប្រឆាំងនិងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការមិនយល់ស្របទៅនឹងរដ្ឋាភិបាលរបស់លោកគីមនៅក្នុងប្រទេសនេះការរិះគន់អំពីឋានៈដឹកនាំមិនត្រូវបានអនុញ្ញាតឡើយហើយតាមទស្សនៈរបស់អ្នកសិទ្ធិមនុស្សនេះគឺជាការបង្កើតនូវភាពគ្រោះថ្នាក់ខ្លាំងក៏ប៉ុន្តែទៅលើតែប្រជាជននៃប្រទេសនេះតែប៉ុណ្ណោះតើលោកគីមចុងអ៊ុនគឺជាមនុស្សដែលគ្មានហេតុផលជាមនុស្សដែលមិនចេះស្ដាប់គេឬក៏ជាមនុស្សដែលមានយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចតែងតែពណ៌នាអំពីលោកគីមចុងអ៊ុនដែលថាលោកជាមនុស្សដែលមិនអាចនឹងទាយទុកជាមុនបានឬក៏ជាមនុស្សឆ្កួតក៏ប៉ុន្តែក៏មានអ្នកជំនាញជាច្រើនមិនយល់ស្របនឹងការផ្សាយនេះទេដោយបដិសេធចំណុចនេះនិងលើកឡើងថាលោកគីមចុងអ៊ុនគឺជាមនុស្សពោពេញទៅដោយយុទ្ធសាស្ត្រទៅវិញនោះទេបងប្អូនអាចគិតអំពីចំណុចនេះគាត់បានបង្កើតអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សគាត់បង្ខំឲ្យអាមេរិកចូលតុចរចាគាត់អាចទ្រាំទ្រនឹងសម្ពាធនិងទណ្ឌកម្មអន្តរជាតិរបបរបស់គាត់នៅតែមានស្ថិរភាពរហូតដល់បច្ចុប្បន្នដែលចំណុចទាំងនេះមិនមែនបញ្ជាក់បានថាគាត់គឺជាមនុស្សគ្មានហេតុផលនោះទេតែអាចនិយាយបានថា
អ្វីៗដែលគាត់ធ្វើសុទ្ធតែមានការគិតគូរនិងដើរបានយ៉ាងម៉ត់ចត់ជាទីបំផុតទៅពេលដែលលោកជួបនឹងលោក Donald J. Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅសិង្ហបុរីកាលពីឆ្នាំ2018វាគឺជាប្រវត្តិសាស្ត្រមួយប្រវត្តិសាស្ត្រដែលមេដឹកនាំកូរ៉េខាងជើងជួបប្រធានាធិបតីអាមេរិកហើយជំនួបនោះបានបង្ហាញនៅរឿងដែលគួរឲ្យចាប់អារម្មណ៍និងមានសារៈសំខាន់ដូចជាលោកគីមមិនមានគំនិតឈ្លានពាននោះទេតែលោកត្រៀមដើម្បីការពារប្រទេសខ្លួនឯងក៏ដូចជារបបខ្លួនឯងតែប៉ុណ្ណោះបើលោកគីមគឺជាមនុស្សគ្រោះថ្នាក់តើគាត់គ្រោះថ្នាក់ដាក់អ្នកណានេះគឺជាសំណួរគន្លឹះគាត់គ្រោះថ្នាក់សម្រាប់កូរ៉េខាងត្បូងអាចនិយាយបានថាត្រឹមត្រូវក៏ព្រោះថាកូរ៉េខាងជើងតែងតែតេស្តមីស៊ីលក្បែរកូរ៉េខាងត្បូងគាត់គ្រោះថ្នាក់សម្រាប់អាមេរិកសំណួរនេះក៏អាចឆ្លើយបានថាវាអាចដែរក៏ព្រោះតែមីស៊ីលរយៈចម្ងាយឆ្ងាយនិងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺមានកម្រិតខ្ពស់គាត់គ្រោះថ្នាក់សម្រាប់ចិនមិនអាចទេចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើងក៏ដូចជាអ្នកជួយជ្រោមជ្រែងសេដ្ឋកិច្ចរបស់កូរ៉េខាងជើងផងដែរចំណាំវិញបើសិនជាកូរ៉េខាងជើងមិនមានស្ថិរភាពនោះទេវាក៏ជាក្តីបារម្ភសម្រាប់ចិនផងដែរគាត់គ្រោះថ្នាក់សម្រាប់ប្រជាជនកូរ៉េខាងជើងខ្លួនឯងសំណួរនេះគឺត្រូវបានមានក្រុមសិទ្ធិមនុស្សជាច្រើនបានឆ្លើយថាជាការពិតណាស់ដោយសំអាងទៅលើរបបក្រុងភ្យុងយ៉ាងបានរឹតបន្តឹងសិទ្ធិមនុស្សការចាប់ចងការឃុំឃាំងមនុស្សតាមអំពើចិត្តក៏ដូចជាការរឹតបន្តឹងសេរីភាពរបស់ប្រជាជនជាដើមចិត្តវិទ្យានៃអំណាចលោកគីមចុងអ៊ុនគឺធំធាត់ឡើងនៅក្នុងប្រព័ន្ធក៏ដូចជាគ្រួសាររបស់គាត់ដែលគ្រួសាររបស់គាត់ត្រូវចាត់ទុកដូចជារាជវង្សមនោគមវិជ្ជារដ្ឋលើកកម្ពស់ការគ្រប់គ្រួសារត្រកូលគីមទាំងស្រុងហើយត្រូវតែគៀបសង្កត់ទៅលើសត្រូវជាដាច់ខាតនៅពេលដែលមេដឹកនាំប្រទេសគ្រប់គ្រងបានទៅលើព័ត៌មានប្រព័ន្ធផ្សព្វផ្សាយនិងគ្រប់គ្រងយោធានោះអំណាចរបស់គាត់នឹងកាន់តែដាច់ខាតផ្ដាច់ការជាខ្លាំងបន្ថែមពីលើនេះក៏គួរតែចងចាំថាអាវុធដែលគ្រោះថ្នាក់ក៏មិនប្រកាសថាបង្កើតឡើងដើម្បីតែប្រើនោះទេក៏ប៉ុន្តែបង្កើតឡើងដើម្បីការពារសុខសុវត្ថិភាពរបស់ខ្លួនឯងប្រទេសក៏ដូចជារបបរបស់ខ្លួនឯងសរុបជារួមតើលោកគីមគឺជាមនុស្សគ្រោះថ្នាក់ឬទេចម្លើយមិនសាមញ្ញទេគ្រោះថ្នាក់ក៏ព្រោះថាគាត់គ្រប់គ្រងអាវុធនុយក្លេអ៊ែរគ្រោះថ្នាក់ក៏ព្រោះតែគាត់បញ្ជាទ័ពដ៏ធំមួយគ្រោះថ្នាក់ក៏ព្រោះថារដ្ឋាភិបាលរបស់គាត់រដ្ឋបិទសេរីភាពក៏ប៉ុន្តែនៅក្នុងនោះគាត់មិនដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីប្រយុទ្ធវាយប្រហារឬក៏បំផ្លាញប្រទេសដទៃឬក៏ពិភពលោកនោះទេគាត់ចូលរួមកិច្ចការការទូតនៅពេលដែលមានការចាំបាច់គាត់បង្កើតវាឡើងដើម្បីការពារប្រទេសក៏ដូចជារបបរបស់គាត់អាចមានចរិតឆេវឆាវគាត់អាចមានចរិតផ្ដាច់ការក៏ប៉ុន្តែផុសតាងបង្ហាញថាគាត់មានចរិតយុទ្ធសាស្ត្រមិនមែនចង់បំផ្លាញពិភពលោកឡើយយ៉ាងណាមិញយើងអាចគិតបានថាលោកគីមចុងអ៊ុនគឺជាមនុស្សគ្រោះថ្នាក់ក៏ព្រោះថាសមត្ថភាពរបស់គាត់ខ្លាំងក៏ប៉ុន្តែសួរថាគាត់ខ្លាចជាមនុស្សគ្រោះថ្នាក់លេចចេញជាសកម្មភាពឬអត់នោះគឺអាស្រ័យទៅលើនយោបាយពិភពលោកភាពតានតឹងក្នុងតំបន់និងការសម្រេចចិត្តដែលធ្វើឡើងដោយប្រទេសជាច្រើនមិនមែនគ្រាន់តែគាត់ម្នាក់ឯងនោះទេនៅក្នុងភូមិសាស្ត្រនយោបាយគ្រោះថ្នាក់កម្រកើតឡើងអំពីមនុស្សតែម្នាក់ឯងណាក៏ប៉ុន្តែផ្ទុយទៅវិញវាកើតឡើងដោយសារតែអំណាចការភ័យខ្លាចនិងតុល្យភាពរវាងប្រទេសជាច្រើនតើលោកអ្នកគិតយ៉ាងណាដែរតើលោកគីមចុងអ៊ុនគឺជាបុគ្គលគំរាមកំហែងដល់សុខសុវត្ថិភាពពិភពលោកឬគ្រាន់តែជាមេដឹកនាំដែលព្យាយាមធ្វើយ៉ាងណាដើម្បីតែការពាររបបរបស់គាត់ក៏ដូចជាប្រទេសរបស់គាត់ខមមិនខាងក្រោម